ôi plek រយអត់មិនកាត់តើតែឡើងនិយាយផាសាតែដល់ហ្វារស្ទើរណាដែរ មានដឹងអត់ មិនដល់អូហ្នឹង សែណា ខ្ញុំដល់ចាំគេ សាលណា សែណាស្រីចាស់ ខប់ពីខ្ញុំ កិច្ចផាសាដូចទេ បាទសែណាស្រីចាស់ បាទអូពី បាទ បាទចឹងមានហេរ៉ូជួយលបឿនហ្វាមដល់ទៅ2ចោហេត12%ទៅលើ8សេលីណាដាក់ចៃ2ទៅលើ buff ទៅគ្នាចាំមើលលបឿនហ្វាមរបស់គាត់ហើយហ្គេមនេះកុំឲ្យ boxy ចែកដឹង stat farm របស់KZ នេះសោះតែមិនទេនឹងតែរូបភាពវិភាគ flow farm ទីថៃធ្វើយកតិច invest តិចយកតែម្ដង ស្បួពឹងទៅលើ D7 បាទ D7 បើកាមេរ៉ាសមត្ថភាពអត់ឈ្នះជាមួយនឹង boxy ទេ សំខាន់ហ្គេមនេះអត់មាន purify ទៀតអត់លេង purify ទៀតបាទខាង pro esports អត់មាន purify សំបីតែមួយ បាទ អូយ ចាំមើលចោហេតនឹង lock យ៉ាងណាដូចគ្នាមកដែរ បាទចឹងក៏សូមស្វាគមន៍អ្នកគ្នាមកកាន់កាប់គួតជំនួបជួបគ្នារវាង CU Gaming ប៉ះគ្នាជាមួយនឹង Pro Sport នៅក្នុង game ទី2 All in បាទជាមួយនឹង OP Lead Nation Damage សតហើយ KZ មិនមានលេង clear ទេគឺលេង snap ជើជាមួយ Impure បាទ Impure អូយមើលហ្វានណាគេដៃបាក់ខៀវបានយកដៃបាក់ ចាំមានទៀត2នាក់ យកដៃបាក់ផ្នែកម្នាក់ពីរចៃម្នាក់បាក់ទី1 អាខ្វាក់មើល 28 second ដាច់អាយ៉ា OP លើកបោកមួយផងដែរជាមួយនឹង OP អានគេបិទល្បែងនៅផ្លូវ mid lane ដូចគ្នា បាទគាត់មើលសុំជួយចៃជួយចៃសត្វព្រៃមកបាទចាំមិនព្រៃទេជាមួយនឹង Infinix 20 Pro GT 5G អ្នកនេះខ្ញុំមិនជាមួយនឹងការលេង game design ទៅលើបន្ទះ chip ដ៏ធំនេះមកណែជាមួយនឹង 8200 គឺដូចជាជាមួយនឹងអាដៃណែបាទជាមួយនឹងអេក្រង់ 120 Hz មកណែអេក្រង់ AMOLED ដូចគ្នាបាទចាំបៃតងក៏មានការលួចស៊ីបៃតងគ្នាទៅវិញមកដែរទេបាទស៊ីបៃតងគ្នាទៅវិញមក Stat Farm នេះមិនតលើតខ្វះស៊ីបាទអូយហ่ะ ស៊ីកាត់លុយអាយ៉ាខាងក្រោមជាមួយនឹងការកាប់បៃតងស៊ីអត់បញ្ហាទេ S1 ក៏យកអាដាក់ Hybrid Defense ដើម្បីបន្ថែម Defense ព្រោះថា អាយ៉ាខាងលើជាមួយនឹងការលើកបោះលើ D7 អាចបុក D7 អាច First Blood ដែរជាមួយនឹង First Blood ចូលលើ D7 លៀមជាមួយនឹងការរាប់បៃតងមកដែរជាមួយនឹងសារតែខាងក្រោមមានស៊ីក៏បាត់បង់ជីវិតដូចគ្នាផងដែរពីខាងលើដកថយ2-1ស្មារេបាទយ៉ាងណាវិញដោយសារក្រុមមានការវាយ2-1បាក់ក៏ទៅមើលស៊ីងនេះគ្នាក្នុងពេលស៊ីងមិញមានការឆ្នៃ S ជាបាទ Game Hunter ដើម្បីទម្លាក់តម្លៃ item ដែលគាត់ទិញ 5% បាទចឹងយើងមើលជាមួយនឹង style នេះនឹងទៅជាយ៉ាងណាដូចគ្នាផងដែរប៉ុន្តែឯដែលយើងចាំអារម្មណ៍មួយទៀតនោះគឺជាមួយនឹងការឆ្នៃ emblem របស់គាត់ហ្នឹង S1 គឺគាត់យក hybrid defense តែព្រោះឥឡូវអាផាច់ចង់ក្រោយ hybrid defense នេះគេថែមដូចជាមក2ទៀតបាទឡើងដល់8ហើយបាទជាមួយនឹង8 physical និង magical defense បាទចឹងគាត់យកអាហ្នឹងមកតាំងធ្វើ early មក plate ទេហើយលើ game គឺគាត់វាយបានជាមួយនឹង Game Hunter បាទយ៉ាងភ្លាមបាទលើមានការធួនមួយជាប់អុកពីជាប់បុកស៊ីមិនមែនជាបញ្ហានោះទេតែបុកស៊ីហាក់ដូចជាលោខ្លាំងមែនត្រឹមថតទី1នេះបច្ចុប្បន្នយ៉ាងមិនជាមួយនឹងការបោះដេញបោះឲ្យនេះបោះតរឿងតអត់ទេជាមួយការដូនថាគេយកតែដល់ថាឃើញជាមួយនឹងមែនរបស់ KZ តែងាយជាមួយ Felix ដេញវាយយកតែដល់ជាមួយការចាប់មែនជាប់2នាក់ភ្លាមបាត់បង់ជាមួយបុកស៊ីគប់ខ្មៅដល់អត់ចាំអ្នកណាគេទេភ្លាមជាមួយនឹងសាកាន់7ឆ្លងកាប់ដេញឆ្លោះយកតែដល់ជាមួយទៅ back play ជាមួយនឹងការលោតដំទៅវិញទៅមកដូចគ្នាផងដែរតែអាច flip ដកគ្នាដកថយដូចគ្នាផងដែរតែយ៉ាងណាជាមួយបាត់ដូនលោតដំជាមួយថតទី1បានលើ Pro Sport គេដេញវាយវិញដូចគ្នាជាមួយនឹងការកាប់បីតលើបាត់រូដែរមួយយ៉ាងណាជាមួយបាត់ដូនបាត់បង់ជួយ Detective OP ដកថយដាក់មេប្រូយកតែម្ដងអត់តអត់ចិត្តទេបុកស៊ីកំដៅជាមួយនឹងការបោះលើ Felix ក៏ដូចជាសាយ៉ាងម៉េចសមរៃតែម្ដងជាមួយនឹងការដកថយបាត់បង់ OP មួយទៀតចុំជាមួយនឹងការកុំទី2 Sing នេះកំដៅតែលើ Felix តិចខើហ្គេម3អូខើហ្គេម3ហើយខើហ្គេម3ទៀតហើយបាទយ៉ាងម៉េចចែជាមួយនឹងគ្រូខើទាំងពីរជុំគ្នាឲ្យមិនមានខើមិនកើតទេបាទពួក3ទីលេខ 2K បាទចឹងតែគាត់មានការតែគ្នាទីទួយតាមរត់តែមកខ្ញុំមើលមែនថា Super Red គ្រាន់តែគ្នាបកគាត់មកកាំងស៊ីងងំម្ដងសេងបាទ Super Red មាន Master Assassin ណាបាទមួយលើកដៃលេង Emoji Blacklist មួយព្រោះ3 season មុនគឺគាត់លេងឲ្យ Blacklist ហ្នឹងហើយបាទជាមួយនឹង Super Red ដែលធ្លាប់លេង Goldland ឲ្យ Blacklist International ផងដែរបាទចឹងភ្លាមៗគឺយើងបានឃើញជាមួយនឹង Sing នៅពេលដែលគេមកវាយគាត់ដាច់ម្ដង Super Red ក៏មាន Master Assassin នៅក្នុង S2 របស់គាត់កាំង land ទៅលើ Sing តែម្ដងដាច់600លុយនៅ Goldland ទល់ Goldland ផងដែរបាទអាយ៉ាអូពីអត់សភៅទេចាំក៏ក៏ដាច់500លុយនេះគ្នាបាទមើលពេលបញ្ជាកាត់ cooldown យក early តែទិញឆែកយក lead ដល់បច្ចុប្បន្នខ្ញុំគិតថា game នេះ Selena បោកពីអត់ស្រួលលេងទេណាអូអត់ចូល Selena អត់ស្រួលលេងដោយសារអត់មាន hero front line បាក់មេគាត់គប់បាទអត់ចូលដែរមិនមក Selena ទេចាំមើលការលេងរបស់គាត់ព្រាត់មាន hero front line សម្រាប់គាត់ដៃមួយប្រទេសតែមិនអត់ទៅលើសាមិនជាបញ្ហាទេ game នៅតែមានលំនឹងមួយដូចគ្នាតែបន្តការនៅមុខពីដូចដែរពី Pro Sport ខាងលើមិនការវាយដូនតែងាកមិញ tactic កំដរឈូមួយ perfect បេតែនៅតែអាចដកថយវិញដូចគ្នាដែរជាមួយនឹង Felix ដូតទៅលោតមកជុំ game នេះមានអារម្មណ៍ថា Felix ដូចតែលើបាក់ទូបាទខ្ញុំមិនចេះ OP យើងតមានមកណាបាទមិនតមានមកទេខាងក្រោម Sing បាន farm ទេសុំដូរ land មួយមកបាទថតកើតបាទថតកើត swap ឲ្យ Sing ទៅខាងលើយកតែម្ដងភ្លាមជាមួយថតទី2 5ទៅ9ចូលឬក៏មិនចូលបាទដូចជាអត់ណាមួយមាន Moscow មានអីចិត្តជាក់លេង late game បាទ5នេះលេង late game ណាមួយ Selena ក៏ធ្វើមិនបានផ្ទុះដែរនៅត្រឹម early នេះដែរលោតមួយ
អូពីលោត3ឬមួយយ៉ាងណាភ្លាមជាមួយនឹងខ្វល់សងកែបលោតមកចាប់ជាប់ពីរ៉ូនៅក្នុងទីវ៉ាន់ត្រេតែយ៉ាងណាមិញនៅអាចដកថយវិញដូចនេះប៉ុណ្ណាអូពីក៏ម្ដងចាំមើលបោះឆ្នោតគប់ចំខ្វាញ់មួយទីស្វេតដកថយវិញធ្វើប្រងើយតាមដងតែងារមួយខាងលើមានការលួចបានអត់មិញ អត់បានទេនេះតែជួយវាយមួយថ្ងៃគេសេដាក់ដល់ត្រីមកអូ បាទតែខាងក្រោយមានការវាយបន្តទៀតដូចនេះប៉ុណ្ណាជុំសង្គ្រាមលោកលើកទីប្រមាណដែរជាមួយការវាយលើឌីស្វេតអត់មានអាល់ទីមេតទេឌីស្វេតបោះកើផ្លិចកើមកខាងក្រោយជួយសុបរ៉ែនបានមែនរះយកតាមដល់លើបុកស៊ីមានកូនណាតែងារមិនអូពីខាងក្រោយផ្លិចកើដកផុតផងដែរតែមកចេះបបប្រួយផុតក៏មកដល់ដូចនេះសព7សងកែបមានការដេញវាយលើបាទដូចជាអ្នកក្រោយបាទដូចអញបាត់បង់ជីវិតងែបាទដូចបាទ 1 ទៅ 4គណៈពេលតែជួយជុំជាមួយនឹងគេតែចាក់តាំងកា3តង់អូ អត់បញ្ហាទេនៅតែអាចដកថយវិញដូចគ្នាផងដែរតែកុំភ្លេចជាមួយនឹងចៅកោះផ្ទះនៅខាងលើនោះកោះតិចកោះទីបាទអើយ បាទឆ្លើយទៅគាត់យកបានគណៈពេលអស់ត្រីមិនមានការចូលយកជាមួយនឹងបាខៀវគាត់តែចូលយកបាខំយកបងអូបាច់មួយបានទៀតអូខ្វល់ហើយចូលបាខៀវទៀតនេះអស់3តង់អស់បាខៀវដោយសារតែការត្រីយកមកស្ពីតរត់មិននេះតែស៊ីបបជាគេដឹងទៀតលួចបបជាបានទៅទីថៃទីវគណៈពេលមានការត្រាំបាគ្នាអត់បាននៅទេទីថៃទីវក្របដោយជាមួយនឹងការលេងរបស់ Pro Esport បាទអេគេអត់ទៅវិញដែរគេអត់ចូលដែរព្រោះមិនញ៉ាំខេសែនហ្នឹងបើសិនជាគាត់នៅបន្តការយកអាចនឹង detective យកផុសរបស់គាត់ដែរបាទគំនិតជាមួយនឹងកញ្ចប់អមល BB របស់ Set ខាត់ចំណាយ$1កន្លះលេង Mobile Legends មួយឆ្អែតដៃមួយសប្តាហ៍ទទួលបាន56ពេជ្រមួយខែតែ$6លេង Mobile Legends មួយឆ្អែតដៃទៅមួយខែទទួលបាន235ពេជ្រនេះគ្នាកញ្ចប់សម្រាប់ gamer ទាំងលេង game និងបានពេជ្រក្នុងកញ្ចប់តែមួយពី Set ខាត់ MLBB Pack បាទខាងក្រោមមានការ fan ខ្លួនឯងគេនឹង rotate ទៅទៅណៃកើបាទខាងក្រោមទៅមើលជាមួយនឹងការ rotation 4នាក់មកហើយមានវ៉ាឌូបើកបែប1 11 12តែអាចនឹងមានការវាយយកតាមដល់ជាមួយការបោកលើ Felix ចាច់ស្បែកឡើងតែ Felix រួមជាមួយ Felix តាមដៃតែបាត់បង់ជីវិតជាមួយ Felix លោតឲ្យ cover គ្នាជាមួយ Display តែបន្តពេលវេលានេះប៉ុណ្ណាតែនៅបន្តការវាយដូចគ្នាមួយយ៉ាងណាភ្លាមជាមួយនឹងការដកថយចង់យកជាមួយ Total ទី3វិញនេះពី CU Gaming តែបាទជាមួយ Super Red ក៏មកដល់ 4-5 អាចគេហ៊ានវាយ 4-5 សមាជិករបស់ប្រមគាត់ថាហ៊ានវាយដោយសារ Super Red មានខ្លាំងមែនតើនៅក្នុងហ្គេមនេះណាមួយមិញសមាជិករបស់ CU អស់ជាមួយនឹងឲ្យបាទហើយជាមួយ Total ទី3 3-0យកតាមដល់ជាមួយ Objective ការលេខ 4K goal ឯនោះពី Pro Esport ច្រើនរងគីវអូបាទHappy birthday to D7 បងតាអតេគេដោះថាកាត់បាយជាមួយ Super Red ទៅណា Super Red អើយបាក់ថ្មីបាត់ហើយជាមួយនឹងការឃាតពី Detective បាទមិនទៅបាក់ថ្មីនេះបែកផ្លោកទៅទៀតអត់ទេ D7 មិនគាត់ check map ឲ្យ Super Red ត្រឹមត្រូវមែនតើក៏ប៉ុន្តែសមាជិករបស់ CU គេដឹងថាគេនៃការឡុកគេម្លងអ្នកយាមវាចូលស្លាប់ជាមួយនឹងថៅកែដល់មិនបើសិនជា Niker ត្រូវបោះ D7 មកខ្ញុំបោះ D7 ហើយអត់មានមកទេមែនទេអត់មានទៅអីណាទេស្គាល់ចោដៃជួបវាយដៃជួបវាយបាទដៃជួបវាយខ្ញុំបើថា D7 ដើរបុកប៉ុណ្ណាវាបុកទៅJoker បុក D7 មានតែ flank ទៅក្រោយទេអត់ទេមិនទៅបាទចឹងសាច់ហ្គេមនៅតែបន្តយើងឃើញជាមួយនឹងការឆ្កឹះហ្គេមបន្តិចចាប់តាមឆ្កឹះលុយចុះបាទចាំអត់បញ្ហាទេភ្លាមបន្តការលេខ2គេដដែលតែណាមិនជាមួយនឹងហ្គេមនេះ CU ចាប់5 whole game ធ្វើឲ្យមានលេខហ្គេមសម្រាប់ស៊ី Yes បាទក៏ស៊ីងកំពុងតែព្យាយាម farm ខ្ញុំឆ្កឹះហ្គេមហើយមើលតើ Pro Esport នៅតែបន្តការគ្របអត់ព្រោះថា Pro Esport បើសិនជាគាត់អត់មានអា mistake គាត់តិចអត់បាទបើ Pro Esport អត់មានអាកំហុសគាត់តិចទេមិនខ្ញុំគិតថា game អាច snowball បានសម្រាប់គាត់បាទណាយ៉ាងណាវិញ Super Red ក៏មិនទាន់មាន kill អីឲ្យគេ shut down តែការ kill ទៅលើគាត់មួយនេះគឺធ្វើឲ្យគាត់រៀង slow farm វិញទេគំមានពេកព្រោះ S2 បើ Super Red គឺ Master Assassin Super Red មានអាណាគេទុកពីគាត់ជាប់អត់ជាប់ពេក3អាធីមស្មើយល់3អាធីមស្មើបាទតំបន់ Hunter ចូលទៅលើ Super Red ណាបាទមក Rafale បង្កាច់ត្រាល់បាទបច្ចុប្បន្នចង់យក T2 នៅខាងលើអីមិនអាម៉ាចេះភ្លាមមួយ T2 នេះដូចជា free តែយ៉ាងណាមិញចុច cancel មកឲ្យដេញវាយយកតាមដល់មួយយ៉ាងណាភ្លាមជាមួយនឹងការដកថយយ៉ាង safe play ដូចនេះពី Pro Esport ជុំខ្លាំងនេះអត់ cancel បាទមានលែងតាមខោបារាយទៅលើ Detective បាទឡូវទី1ក៏បានមកដល់នេះគឺ Lead 3K goal តើសមាជិករបស់ CU Gaming មានមុខថ្វាយថតជាមួយនឹងគេដែរទេត្រូវប្រយ័ត្ននេះគឺមកណាជាមួយនឹង game នេះដោយសារតែ Moscow ក៏ជាប្រភេទ roulette game ដែរត្រឹមនាទីប៉ុណ្ណឹង Moscow មាន damage ត្រឹមកម្រិត1តែបើ carry កំពុងពេញសាច់បាទ Bush មុនស្តាំខលទឹកបាទដូចពងDetective ពងឆ្កឹះណា game ពងឆ្កឹះមែនតែណាមិញមើលជាមួយការអាយ៉ាស្មាបុកវាយមិញសៀវជំនួសអត់ខ្ញុំសៀវជំនួស Pro មែនគេបែតគេក្លុកគាត់ដែរហ្នឹងហ្គេមការនាំមុខ goal ក៏ប៉ុន្តែគាត់តែគេក្លុកភាគច្រើនគេក្លុកជាងបើកន្លែងមើលជាមួយនឹង goal បច្ចុប្បន្នសិញលើ Super Red 200លុយតែជាមួយនឹង KZ លើលុយ Detective 70 3ឲ្យធ្វើដូចគ្នា3ឲ្យធ្វើកន្លះដូចគ្នាបាទ Golan ណាសម្រាប់ Golan 3ឥឡូវប្រមាណសម្រាប់ Pro ចេះតើ game នេះគាត់ខ្វះ lot ឬមួយក៏យ៉ាងម៉េចបើសិនជា game នេះ hold you សិញហត់តែ farm បាទអញ្ចឹងឥឡូវគាត់ត្រូវសម្រេចចិត្តតើខ្វះ lot ឬមួយក៏នៅបន្តការ hold បែបនេះ
បច្ចុប្បន្នមានការបើកម៉ែពីអូពីឃើញសាក៏បោះជាមួយនឹងបើឆ្លោះអស់អាល់ទីមេតជាមួយការលោតមកជាមួយការដេញបាយតែឆ្លោះលោតមួយនេះក៏បានលើ Pro Esports ដូចនេះតែបាត់បង់ជាមួយអូពីគេដេញបាយដូចនេះប៉ុន្តែជាសមាជិករបស់ CU ក៏បាត់បង់ជាមួយវ៉ាឌូបន្តទៀតដូចនេះដេញចាប់ជាមួយនឹងសេងតែអត់បញ្ហាទេតែអាចរួចខ្លួនយ៉ាងណាមកជាមួយនឹងឡតទី1ក៏ចូលខ្លួនលើ Pro Esports ដដែល បាទជាមួយមកឡតទី1នេះធ្វើបានខ្លាំងមិញ shot call របស់ CFU គឺគេចង់វាយនោះទេបាទអញ្ចឹងមិញក៏មានការអត់មានការគប់អាំងទីមកទេពេលសិងនេះគ្នារងចាំតែវាយជាមួយនឹង team fight មីនីតែប៉ុណ្ណោះប៉ុន្តែពួកគាត់ក៏មាន shot call ក្នុងការវាយដូចគ្នាបាទ បាទអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់សម្រាប់ពីការលេង Mobile Legends អ្នកគ្មានអ្វីសម្រាប់ជាងពពួកគ្នាមកមើលកុនជុំគ្នានៅ Legend Cinema ជុំសា4គឺណាជាមួយនឹង game នេះជួយស៊ីនមកគាត់ ឯកភាពខើទាំង3បាទបុយបោះកម្ពុជាមួយចំតែមាន damage follow up ទេជាមួយនឹង CFU Gaming បាទ អាឡងក៏បានចូលទៅកាន់ D7 អូយ physical defense របស់ D7 ច្រើនមែនតើក្នុង passive 200នៅក្នុងអាឡង65ទៀតបាទ265 Winator បាទទៅកាន់គាត់នេះខ្លួនឯងជាមួយមក damage physics ទៅ damage physics ឯនឹង stir ទៅលើការវាយទៅលើ super red បាទលៀមជាមួយ T2 ទាំងពីរផ្លែការយកពី Pro Esports ឡតក៏មិនតមានការឃ្លានដែរឡតកំរងក្នុងពេលតិចនេះមានផ្ទុះសៀលប៉ងប៉ាំងប្រាវជាមួយនឹងមួយឡតទី1នេះអាយ៉ាជាមួយ Felix ហាក់ដូចជាជ្រៅខ្លួនហើយជាមួយ Felix បាត់បង់ជីវិតដឹកនេះមានការឡតខោអត់តែពីទីស្វែងចាំជួយនេះតែគេដេញបាយយកតែម្ដងជាមួយនឹងការគប់មកអត់ចាំទេអូពីគេដូរបាយជាមួយនឹងទីស្វែងបាយអ្នកបន្តអ្នកបង្កូនមកហើយលុយនេះកំរងជាមួយនឹង Tag Team Perfect Bid អូដេញចាប់បាយគេតែយកតែម្ដងតែទីមេរបស់ Super ក៏ឈឺដូចនេះដូរ target បាយមួយទីស្វែង2ភៀលមកវិញដែរ បាទរុញកែមកវិញនេះគ្នា defense ផ្ទះជាប់បាល់ឡងថាប្រទេសផ្ដើមពី stand របស់ OP ទៅលើ Felix បាទ លង Flicker បោះមួយសាដតតជាមួយនឹងសាមួយទៀតអាយ៉ា មានក្បាច់ចឹងទៀត សា បាទមានក្បាច់គប់ skill ទី2ទៅបាទរុញបញ្ចូលទៀត រុញស៊ីក្លូបញ្ចូលឡានមួយ skill ឬមួយក៏សំណាងបាទ skill ឬមួយសំណាង អូយ យ៉ាង skill ធូ សំណាងអី គប់តាមទីធូនៅផ្លូវមីឡែនមានការយកពីសមាជិករបស់ CFU Gaming បន្តការយកចង់យក top lane ទៀតឬមួយក៏យ៉ាងណាតែអត់ទេជាមួយនឹងការដកថយងាយមើលជាមួយនឹង Tech Team កំពុងតែ farm នៅ bottom lane បាត់ទៅហើយ បាទគ្នាកិច្ចផុតឲ្យគប់គ្នាទៅនេះគណៈពេលដល់13វិនាទីមែនទេ30 ចុះតែមិនសាត់ដោនសាទៀតណាបាទសាត់ដោនសាបាទ ងាយទៅកាន់លុយ Golan ទៅ Golan គាត់គ្នាតែ500លុយនោះទេប៉ុន្តែស៊ីងបែទីបានច្រើនជាងភាសាគាត់មានអាបាត់ដែលហាន់ធ្វើក្នុង S2 មកបាទអាយ៉ាដេញវាយ boxy បុកតាមជាមួយ Super Red Flicker counter វិញដូចតែ boxy អាចបាត់បង់ជីវិតគេដេញវាយជាមួយ Tag Team មេ play ដាច់ជាមួយ Super Red បាទគេមើលជាមួយ Sing Free ដេញកុំលើនេះស្វែងតាមដល់មេដកថយតាំងគេមើលជាមួយខាងក្រៅគេចាប់ចូលជាមួយ Felix ក៏បាត់បង់ជីវិតដល់គេចុងលើ Tag Team តែមិនជាមួយ OP ក៏បាត់បង់ជីវិតតែ Sing គប់ទៅលើនេះស្វែងតាមដល់ជាមួយសាអាញ៉ាំតបសាក៏ទៅដែរ Triple Clear ចូលខ្លួនទៅលើ Tag Team អត់តន់អត់ចិត្តទេជាមួយគេកាប់មួយស្មើជាមួយវ៉ាឌូយកតាមដល់ជាមួយការលោតដំជាប់ផាសលោតដំហើយលើនេះមីដេកលើ Detective Web out អត់តិចអត់អូយឡត បុកទៀតក៏យ៉ាងណា Maniac ទៅកាន់ Detective នេះគ្នា សិងចង់យក Sing យកមី បាទព្រោះតែ Super Net ការតន់ទេ Super Net ការតន់ T3 មីអាចនឹងបាត់បង់ T3 មីអាចនឹងបាត់បង់បាត់ តែឡតលឿនព្យាយាមយកទាំងឡតយកទៅវិញខ្ញុំយកទាំងខៀវយកទាំង Maniac យកទៅវិញទាំងអស់ អូយ Orange Burst Popol Burst អស់លីង ស្ដាយហ្គេមនេះជំនួស Pro មែនតើតែការត្រូវ Snowball បានតែគេឆ្កឹះគាត់ពេកយ៉ាពេលឆ្កឹះគាត់ពេក ណាមួយមិញចង់ក្រោយមិញល្អបុកស៊ី0ម៉ែមកឃើញ map នឹង4នេះឲ្យពីគប់ដើម្បីឲ្យគេកិច្ចដើម្បីចេញ map បុកស៊ី lock ទៅលើ Super Red ដើម្បីឲ្យ Super Red អស់ជាមួយនឹង Flicker បាទគាត់នៅ off Flicker Detective អ្នកបើហើយ ហើយដូចនិយាយយ៉ាងសិងនេះកុំប្រហែលគាត់ទៅសោះប្រឡំកើឥឡូវលុយកប់សេរី សិងកាន់តែឡេតកាន់តែល្អបាទកាន់តែល្អ មិនឲ្យធីមអត់ទេ បាទ Super Red គាត់ជើង បាទ Super Red គាត់កំពុងតែរកពាក់ជាមួយនឹង Matrix ចាន់ដែរ តែហ្គេមនេះ Super Red មានណាមាន Super Red មានតែឲ្យ យកពី style នេះទៀតណាអូពី ហើយឡតកំណល់ចង់យក T3 ដើម្បីផ្លូវផងដែរពីមកចបាស CU ចាច់ផាត់សៀលមួយផងដែរជាមួយនឹងការលោតបោកវាយមួយទីស្វែងយកតែដល់តែគប់ខ្មៅតាមខេសានក៏ដល់ជីវិតបានហើយងាយមកជាមួយនឹង Tag Team រំកណ្ដាលវងយកតែជាមួយនឹងការគប់ពិសេសគប់វាយទៀតបានហើយសូមជឿទៅជាឆ្នាំ2ទៅសបានលើ CFU Gaming អូយជោគ ខាស game 3មិនមានទេ CFU 2-0ពិតទៅលើ Pro ដែលទៅតែ2-0ទៅលើ Team Mac អូយ យើងវាយគេ2-0គេវាយយើង2-0ដូចគ្នា មានអារម្មណ៍ថាសិស្សច្បងធំត្រឡប់មកវិញហើយ អូ បាទមានអារម្មណ៍ថាសិស្សច្បងធំ អូយ